ចាសសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូដែលបានចុះឈ្មោះចូលរួមរៀនវគ្គប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀនដើម្បីលើកកម្ពស់វិន័យវិជ្ជមានក្នុងសកម្មភាពប្រចាំថ្ងៃចាមុននឹងយើងចាប់ផ្ដើមចំណាយពេលរៀនសូត្រជាមួយគ្នាជាកិច្ចចាប់ផ្ដើមនាងខ្ញុំសូមណែនាំអំពីប្លង់រួមនិងគោលបំណងនៃវគ្គរបស់យើងផងដែរចាគោលបំណងនៃវគ្គនេះត្រូវបានបង្កើតឡើងដោយសារតែយើងយល់ឃើញថាការគ្រប់គ្រងថ្នាក់រៀននិងវិន័យវិជ្ជមានហ្នឹងគឺជាសកម្មភាពស្នូលនៅក្នុងថ្នាក់រៀនដែលគ្រូបង្រៀនចាំបាច់អនុវត្តធ្វើយ៉ាងណាគ្រប់គ្រងដល់សកម្មភាពបង្រៀននិងរៀនហេតុនេះវគ្គសិក្សារបស់យើងដែលស្ដីអំពីប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀនដើម្បីលើកកម្ពស់វិន័យវិជ្ជមានក្នុងសកម្មភាពបង្រៀនប្រចាំថ្ងៃមានគោលបំណងផ្ដល់នូវចំណេះដឹងគន្លឹះដល់គ្រូបង្រៀននៅកម្រិតបឋមសិក្សាដើម្បីអនុវត្តគ្រប់គ្រងដល់សកម្មភាពបង្រៀននិងរៀនកាន់តែមានប្រសិទ្ធភាពខ្ពស់ដល់សិស្សចា៎ដែលយើងចង់បានបំផុតនោះគឺលទ្ធផលសិក្សាហើយវគ្គនេះផងដែរក៏បានផ្ដល់ជាអត្ថប្រយោជន៍ដល់គ្រូផ្ទាល់ខ្លួនផងដែរធ្វើយ៉ាងណាអាចទទួលបានខ្លឹមសារគន្លឹះចំណេះដឹងគន្លឹះហើយនឹងបទពិសោធន៍ដើម្បីអភិវឌ្ឍវិធីសាស្ត្របង្រៀនរបស់ខ្លួនចា៎អរគុណវគ្គសិក្សារបស់យើងគឺជាវគ្គសិក្សារៀនតាមរយៈអនឡាញដោយអ្នករៀនផ្ទាល់ចា៎យើងហៅថាស្វ័យសិក្សាតាមរយៈអនឡាញចឹងដើម្បីជួយឲ្យការសិក្សារបស់លោកគ្រូអ្នកគ្រូទទួលបានប្រសិទ្ធភាពខ្ពស់នៅក្នុងវគ្គសិក្សានេះយើងមានវិធីសាស្ត្រដូចជាលោកគ្រូអ្នកគ្រូសិក្ខាកាមចាខ្ញុំសូមប្រើពាក្យថាសិក្ខាកាមត្រូវមើលវីដេអូខ្លីៗអំពីមេរៀននីមួយៗអានអត្ថបទខ្លីៗនៅក្នុងមេរៀននីមួយៗហើយនឹងធ្វើសំណួរចាតេស្តវាយតម្លៃសមត្ថភាពនៅចុងបញ្ចប់នៃមេរៀននីមួយៗហើយនៅចុងបញ្ចប់វគ្គគឺយើងនឹងមានតេស្តវាយតម្លៃបញ្ចប់វគ្គមួយចាហើយនឹងការសរសេរអត្ថបទខ្លីដើម្បីវាយតម្លៃសមត្ថភាពចាប់យករបស់សិក្ខាកាមចានឹងទទួលបានភាពជោគជ័យឬក៏ត្រូវរៀនសូត្របន្ថែមឬយ៉ាងណាចានឹងគឺជាគោលការណ៍ហើយដោយសារតែការរៀនសូត្របែបនេះអាចមិនទាន់គ្រប់គ្រាន់ដើម្បីធ្វើឲ្យការរៀនសូត្ររបស់លោកគ្រូអ្នកគ្រូកាន់តែមានប្រសិទ្ធភាពខ្ពស់គឺយើងក៏បានផ្ដល់ជូននៅឯកសារគោល2ចាដែលបោះពុម្ពដោយក្រសួងអប់រំយុវជននិងកីឡាហើយឯកសារគោលនេះយើងអាចរកបាននៅក្នុងបណ្ណាល័យ Digital របស់ក្រសួងអប់រំផងដែរចាដែលឯកសារទី1មានចំណងជើងថាវិន័យបែបវិជ្ជមាននិងការគ្រប់គ្រងថ្នាក់រៀនឲ្យមានប្រសិទ្ធភាពសៀវភៅណែនាំសម្រាប់គ្រូបង្រៀនកម្រិតបឋមសិក្សាចាសៀវភៅមួយនេះគឺបោះពុម្ពផ្សាយតាំងពីឆ្នាំ2019ហើយនិងសៀវភៅទី2គឺប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀនដែលបោះពុម្ពផ្សាយដោយក្រសួងអប់រំយុវជននិងកីឡាផងដែរក្នុងឆ្នាំ2021សូមលើកទឹកចិត្តលោកគ្រូអ្នកគ្រូអាចបន្តស្រាវជ្រាវនិងអាននៅក្នុងសៀវភៅទាំងពីរនេះជាគោលហើយក៏អាចស្រាវជ្រាវបន្ថែមនៅក្នុង website ចាជាពិសេស website Google Scholar ដើម្បីស្រាវជ្រាវបន្ថែមហើយអភិវឌ្ឍចំណេះដឹងកាន់តែមានប្រសិទ្ធភាពខ្ពស់ចាលោកគ្រូអ្នកគ្រូអាចរកបាននេះជាសៀវភៅទាំងពីរប្រភេទដែលខ្ញុំបានដាក់បង្ហាញនៅទីនេះចាហើយឥឡូវនេះយើងទៅស្វែងយល់ពីប្លង់នៃវគ្គទាំងមូលចាវគ្គរបស់យើងមានគ្របដណ្ដប់5មេរៀនសំខាន់គឺមេរៀនទី1និយាយអំពីប្រសិទ្ធភាពនៃការគ្រប់គ្រងថ្នាក់រៀនតើអ្វីទៅដែលយើងចាត់ទុកថាការគ្រប់គ្រងថ្នាក់រៀននឹងមានប្រសិទ្ធភាពមេរៀនទី1មេរៀនទី2គឺវិធីសាស្ត្រនៃការគ្រប់គ្រងថ្នាក់រៀននៅតាមរយៈមេរៀនទី2នេះដែរលោកគ្រូអ្នកគ្រូនឹងទទួលបានយុទ្ធវិធីឬក៏វិធីសាស្ត្រងាយដើម្បីអនុវត្តធ្វើយ៉ាងណាគ្រប់គ្រងថ្នាក់រៀនចាឲ្យសកម្មភាពបង្រៀនរបស់យើងមានភាពរលូននិងមានការចូលរួមពិសេសចាហើយមកដល់មេរៀនទី3យើងនឹងរៀនសូត្រជាមួយគ្នាអំពី
វិន័យវិជ្ជមានដូចនេះដែលហៅថាវិន័យវិជ្ជមានហើយវិន័យវិជ្ជមានខុសពីវិន័យនិងការដាក់ទណ្ឌកម្មក្នុងរូបភាពបែបណាខ្លះដោយឡែកនៅមេរៀនទី4គឺយើងនឹងសិក្សាជាមួយគ្នាអំពីការបង្កើតទំនាក់ទំនងវិជ្ជមានរវាងគ្រូនិងសិស្សចាធ្វើយ៉ាងណាឲ្យទំនាក់ទំនងគ្រូនិងសិស្សហ្នឹងមានភាពវិជ្ជមានដែលឈានទៅដល់ការចូលរួមរៀនសូត្រនិងការផ្ដល់ការបង្រៀនឲ្យមានប្រសិទ្ធភាពហើយនៅក្នុងមេរៀនទី5គឺមានចំណងជើងថាការរងាប់កំហឹងចាតាមរយៈមេរៀនទី5នេះផងដែរលោកគ្រូអ្នកគ្រូនឹងទទួលបានបច្ចេកទេសងាយងាយដើម្បីជួយគ្រប់គ្រងសម្ពាធផ្លូវចិត្តរបស់យើងព្រោះខ្ញុំជឿថានៅក្នុងបរិបទឥឡូវនេះសិស្សយើងមានភាពលំបាកក្នុងការបង្រៀនជាងសិស្សកាលពីសម័យមុនចាអញ្ចឹងដើម្បីយើងអាចនៅតែផ្ដល់ជាគំរូយើងផ្ដល់នៅការអប់រំមួយមានប្រសិទ្ធភាពដល់សិស្សរបស់យើងទាមទារចាំបាច់យើងចេះពីវិធីគ្រប់គ្រងផ្លូវចិត្តឬក៏អារម្មណ៍របស់យើងដែរដើម្បីកុំឲ្យជះកំហឹងទៅលើសិស្សចា៎អរគុណនេះជាគោលការណ៍រួមដែលយើងនឹងគ្របដណ្ដប់នៅក្នុងវគ្គរបស់យើងហើយនៅវគ្គបន្ទាប់វីដេអូបន្ទាប់យើងនឹងទៅសិក្សាមេរៀនទី1ជាមួយគ្នា